មនេះខ្ញុំដាំនៅខាងប៉ែកអឺរ៉ុបចាខាងប្រទេសហូឡង់ដែលខ្ញុំកំពុងរស់នៅសប្តាហ៍ថ្ងៃនេះនិយាយទៅការដាំអមមិនមែនជាការងាយស្រួលទេបងប្អូនហើយបើសិនអ្នកទាំងអស់គ្នាចង់ដឹងពីវិធីដែលនាងខ្ញុំដាំបែបម៉េចចាបងប្អូនអាចចូលមើលក្នុងវីដេអូនេះបានហើយបើសិនបងប្អូនមានវិធីដាំផ្សេងហ្នឹងបងប្អូនអាចចែកម្លែកវិធីដាំទាំងអស់ហ្នឹងជាមួយនាងខ្ញុំបានដែរដោយការខមមិននៅខាងក្រោមវីដេអូនេះចារបៀបដាំរបស់នាងខ្ញុំគឺនាងខ្ញុំទិញអមមកពីផ្សារភ្លាមដាក់ដាំភ្លាមតែម្ដងគឺនាងខ្ញុំអត់ត្រាំទឹកអីទាំងអស់ចាហើយរបៀបដាំហ្នឹងគឺនាងខ្ញុំបេះស្លឹកវាចេញណាចាតងដែលនាងខ្ញុំត្រូវដាំហ្នឹងគឺខ្ញុំបេះស្លឹកវាចេញចំណែកតងខាងលើតងខ្ចីហ្នឹងខ្ញុំអត់បេះស្លឹកវាចេញទេចាយើងដាំផ្ដេកបែបហ្នឹងដើម្បីឲ្យវាបែកកូនច្រើនតាមថ្នាំងនីមួយៗបងប្អូនចាហើយនាងខ្ញុំដាក់ដាំនៅក្នុងដីដែលមានទឹកចាផុកបែបហ្នឹងតិចៗបងប្អូនកុំដាក់ទឹកច្រើនពេកហើយមួយទៀតធុងដែលខ្ញុំយកមកដាំនេះជាប្រភេទធុងដែលមានគម្របបិទចិត្តណាចាអត់មានខ្យល់ចេញចូលទេហើយជាប្រភេទធុងថ្លាដែលអាចត្រូវជាមួយនឹងពន្លឺថ្ងៃបានល្អអញ្ចឹងពេលខ្ញុំដាំហើយខ្ញុំគ្របវាទុកនៅក្នុងផ្ទះដោយសារខែដែលខ្ញុំដាំហ្នឹងអត់ទាន់ក្តៅទេហើយព្យាយាមដាក់ឲ្យត្រូវពន្លឺថ្ងៃប៉ុន្តែកុំដាក់ឲ្យត្រូវកម្ដៅថ្ងៃវាអាចរលួយងាប់អស់នៅពេលដែលម្អមរបស់យើងចាប់ដើមចាប់រឹសបានល្អហើយបងប្អូនអាចសម្គាល់តាមរយៈតងខាងលើចាតងខាងលើនោះគឺវាលែងបាក់កលែងសពូនហើយរស់រវើកតែម្ដងចានេះនាងខ្ញុំទុកប្រហែលជា2ទៅ3សប្តាហ៍ចាអាស្រ័យតាមអាកាសធាតុដែរបងប្អូនតោះមកខ្ញុំយកមកផ្ទេរដាក់ក្នុងធុងខាងក្រៅផ្ទះចាធុងរៀងធំជាងមុនណាព្រោះនាងខ្ញុំចង់ដាំឲ្យបានបែកកូនច្រើនធុងនេះល្អមែនទែនសម្រាប់ដំណាំដែលយើងដាំដែលវាអាចចាញ់អាកាសធាតុបងប្អូនព្រោះវាមានគម្របការពារ UV ហើយនៅចំហៀងធុងហ្នឹងវាមានកន្លែងប្រហូរទឹកទៀតបន្ទាប់ពីខ្ញុំដាំបានមួយរយៈទៅនេះបងប្អូនចាំអមគឺវាចាប់ដើមលូតវែងហើយអញ្ចឹងខ្ញុំចង់ឲ្យវាបែកកូនច្រើនជាងនឹងទៀតខ្ញុំក៏កាត់អាតងវែងហ្នឹងណាហើយបេះស្លឹកវាចេញមុនដោតនេះយើងបេះស្លឹកវាចេញបងប្អូនធ្វើអញ្ចឹងជាបន្តចាកាត់ដោតរហូតទៅគឺវាបែកកូនមកច្រើនមែនតើហើយម្អមនេះដើម្បីឲ្យវាមានក្លិនឈ្ងុយសូមបងប្អូនចាអាសាបើកគម្របវាណាបើកគម្របនេះខ្ញុំបើកទៅពេលថ្ងៃទេដើម្បីមានក្លិនឈ្ងុយល្អក្លិនម្អមណាចាហើយយប់ឡើងខ្ញុំបិទគម្របវិញដោយសារយប់ឡើងវានៅត្រជាក់ណានៅពេលដែលសង្កេតឃើញថាម្អមរបស់យើងមានចាសភាពរឹងមាំល្អហើយចារស់រវើកមកនេះបងប្អូនចាគឺចាប់រឹសបានល្អហើយយើងអាចបំបែកម្អមនឹងដាំនៅក្នុងផើងក្នុងធុងមិនបាច់គ្របអីទៀតទេបងប្អូនហើយសំខាន់ហ្នឹងគឺអាកាសធាតុចាបើថាអាកាសធាតុវារៀងអំណោយផលហើយយើងមិនបាច់គ្របមិនបាច់អីទៀតទេប៉ុន្តែម្អមនាងខ្ញុំនេះត្រឡប់គ្របដល់ពេលគ្របយូរទៅដើមវាអត់សូវធំទេហើយណាមួយខ្ញុំអត់សូវកាត់ណាដល់ពេលអត់សូវកាត់ទៅម្អមក៏វាដើមរៀងទូចចាបើម្អមដាំស្រុកខ្មែរនាងខ្ញុំអត់ដឹងថាគេដាំបែបម៉េចទេបើដាំនៅនេះវិញគឺយើងព្យាយាមដាក់ដាំនៅក្រោមដើមឈើចាក្រោមម្លប់កុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំងចាតែត្រូវពន្លឺថ្ងៃចាពន្លឺថ្ងៃគឺចាំបាច់ហ្មង